បាទជំរាបសួរបាទសុខសប្បាយបងសុខសប្បាយគឺថាខ្ញុំបងចឹងគេញ៉ាំបងអាយុប៉ុន្មានហើយញ៉ាំចំ27បងអូនណាហ្នឹងហើយបងអូន30ជាងអូនណាអញ្ចឹងខ្ញុំឃើញព័ត៌មានមួយចំនួនណាឃើញបងឯងទៅខាងវៀតណាមទៅវៀតណាមហ្នឹងខ្ញុំទៅព្រោះឯងខ្ញុំធ្វើ BA មកកន្លែងហាកែសម្ផស្សអញ្ចឹងទៅហ្នឹងហើយខ្ញុំទៅធ្វើចំមុខបាទហើយទៅនោះប្រហែលប្រហែលថ្ងៃដែរបងប្រហែលចិត្តមួយខែដែរមួយខែដោយសារចេះខ្ញុំចង់ដឹងថាពីដើមមកយើងស្រឡាញ់សិល្បៈមកឬក៏ត្រូវបានជំរុញពីខាងណាយើងយកផ្នែកសិល្បៈខាងដើមមកនេះវាមានពីរផ្នែកបងដោយសារតែខ្ញុំក៏ស្រឡាញ់ហើយលោកពុកខ្ញុំក៏គាត់ស្រឡាញ់ដែរអញ្ចឹងហ្នឹងហើយប៉ុន្តែលោកពុកខ្ញុំតែចង់ឲ្យឃើញខ្ញុំឡើងឆាករហូតប៉ុន្តែរហូតដល់ឥឡូវគាត់ស្លាប់បាត់ហើយតែគាត់អត់បានឃើញទេប៉ុន្តែអានេះខ្ញុំបំពេញក្តីសម័យគាត់ឬជំពេញក្តីសម័យខ្លួនឯងព្រោះតែខ្ញុំក៏ស្រឡាញ់ខាងសិល្បៈដូចស្រឡាញ់ដូចជាងស្រឡាញ់សម្ដែងស្រឡាញ់ដើមមក3ផ្នែកហ្នឹងខ្ញុំស្រឡាញ់ទាំង3អញ្ចឹងមានថាលោកពុកគាត់ស្រឡាញ់ហ្នឹងគាត់ដឹងថាយើងចេះសិល្បៈឬក៏គាត់ដឹងព្រោះពីទូចដឹងចូលចិត្តច្រៀងមកពីទូចចូលចិត្តច្រៀងបាទទៅច្រៀងជាងបាត់ពីដើមឬក៏បាត់សម័យចេះទាំងសម័យចេះទាំងពីដើមហើយទៅខាងវៀតណាមនោះគេបានកែសម្ផស្សជូនបងនោះខ្លាំងផ្នែកណាខ្លះចាក់អំពេញមុខហើយនឹងចំមុខមានន័យថាយើងចាក់ឬក៏យើងធ្វើដាក់ខ្ទង់ហើយឥឡូវមានការឈឺឬក៏អីវាអត់មានឈឺទេហ្មងដោយសារវានៅតិចតួចព្រោះយើងទៅធ្វើបានតែកន្លះខែបាទខែជាង20ថ្ងៃអីហ្នឹងហើយឥឡូវមានការគ្រប់គ្រងពីមហាជនច្រើនឃើញថាផ្នែកនៃការគ្រប់គ្រងក៏ច្រើនហើយផ្នែកនៃការដូចថាបដិសេធជាមួយរូបរាងរបស់យើងក៏ច្រើនហើយអញ្ចឹងមិនថាខ្ញុំឃើញគាត់នៅខាងក្រៅកម្ពស់គាត់បានខ្ពស់ប៉ុន្មានដែរ1ម៉ែត្រសិនទាំងស្បែកជើងអីអានោះ1ម៉ែត្រ8ជាងតែបើថាកម្ពស់ធម្មតា1ម៉ែត្រ78អី1ម៉ែត្រ78ម៉ូដែល1ម៉ែត្រ78ណាតែដាក់ពាក្យទៅប្រឡងហ្នឹងកម្មវិធីគេហ្នឹងគេត្រូវប្រឡងចប់នៅស្រុកខ្មែរយើងហើយយើងត្រូវដាក់ពាក្យទៅប្រឡងក្រៅទៀតក៏មិនដែរបើសិនជាអ្នកដែលមានទូថលអ្នកដែលជិបតំណែង3ចុងក្រោយអ្នកហ្នឹងនឹងទៅប្រកួតនៅក្រៅប្រទេសហ្នឹងហើយបងចាប៉ុន្តែបើអ្នកអត់ជាប់ក៏ធម្មតាតែកម្មវិធីហ្នឹងវាមានតំណែងផ្សេងគ្នាមិនមែនមានន័យថាអ្នកអត់ស្អាតអត់ជាប់ទេអ្នកអត់ស្អាតក៏មានតំណែងផ្សេងដូចជា brand ambassador អីចឹងគេអត់ធ្វើការអ្នកស្អាតទេធ្វើការអ្នកដែលកែអ្នកដែលប៉ិនប្រសពអាហ្នឹងគេយកទៅធ្វើជាតំណែង brand ambassador ហ្នឹងគឺតំណែងស្មើនឹងចាក់អ្នកលេខ1ដូចគ្នាឥឡូវយើងសួរតាមកណ្ដាត់ហ្នឹងសិនតែយើងចង់ដឹងពីជីវប្រវត្តិគាត់វិញថាពីកុមារភាពមករហូតមកដល់ពេលនេះគាត់ឆ្លងកាត់ផលលំបាកអីខ្លះអញ្ចឹងយ៉ាងម៉េចខ្លះចេះបាទបងឈ្មោះពិតបងឈ្មោះមិនឈ្មោះពិតរបស់ខ្ញុំឈ្មោះឡៃឡោះហ្នឹងហើយបងហើយមានបងប្អូនប៉ុន្មាននាក់មានបងប្អូន4នាក់ស្រី3ខុស1ខ្ញុំយ៉ាខុស1បងទេខ្ញុំកូនទី2បងកូនទី2ហើយនៅក្នុងគ្រួសារបែកគ្រួសារអស់ឬក៏មិនគាត់បងប្អូនផ្សេងគាត់បែកអស់ហើយបងប៉ុន្តែនៅតែខ្ញុំនៅលាវហើយនៅក្នុងគ្រួសារអញ្ចឹងយើងជីវភាពគ្រួសារយ៉ាងម៉េចដែរជីវភាពគ្រួសារអាចនិយាយបានថាពិបាកខ្លាំងពិបាកណាជីវភាពគ្រួសារពិបាកហើយដល់ពេលគេបែកអញ្ចឹងទៅម្ដាយនៅម្នាក់ឯងហើយចាំក្មួយមួយទៀតចាំក្មួយនៅជាមួយក្មួយម្នាក់ទៀតតែអាយុ6ឆ្នាំបងអាចនិយាយពីភាពដែលបងពីកុមារមកដូចថាឥឡូវយើងធ្លាប់ធ្វើអីគេខ្លះធ្លាប់ឆ្លងកាត់អីខ្លះផលលំបាកអីគេខ្លះហើយមកដល់សប្តាហ៍ហ្នឹងផលលំបាកខ្ញុំទី1ពីតាំងពីតូចហ្មងគឺខ្ញុំអត់ដែរនៅមួយម៉ាក់ទេនេះម្ដាយខ្ញុំឯងដោយសារតែខ្ញុំនៅមួយយាយតាំងពីតូចយាយពេលខ្ញុំរៀនមកឆ្នាំទី6ទី7ហ្នឹងខ្ញុំស្លាប់អញ្ចឹងទៅខ្ញុំសម្រេចចិត្តទៅរស់នៅជាមួយអ្នកម្ដាយខ្ញុំបន្តនៅខាងស្រុកស្វាយលើនៅខាងខេត្តសៀមរាបនៅជិតក្នុងកលែននោះដល់ពេលអញ្ចឹងទៅក៏ដល់ពេលទៅដល់ទីនោះសាលារៀនឆ្ងាយខ្លាំងណាស់អញ្ចឹងទៅខ្ញុំធ្វើឲ្យខ្ញុំដើរទៅរៀនរាល់ថ្ងៃហ្មងចំនួន 4-5 គីឡូដើរទៅរៀនរាល់ថ្ងៃរហូតដល់វិទ្យាល័យនៅថ្នាក់ទី10អញ្ចឹងហ្នឹងហើយក៏ខ្ញុំឃើញគ្រួសារបាក់វិញក៏ខ្ញុំសម្រេចចិត្តឲ្យឈប់រៀនហ្មងទៅឈប់រៀនថ្នាក់ទី10ហ្នឹងហើយក៏ខ្ញុំបន្តទៅធ្វើការនៅថៃជាមួយមីងធ្វើការមកដំបូងនៅថៃគឺធ្វើការសំណង់ហ្នឹងហើយធ្វើការសំណង់នៅបង្កក់នៅករុងঠេពហ្នឹងហើយបន្ទាប់មកក៏ធ្វើការផ្សេងរោងចក្រលក់អីវ៉ាន់ចុកទូកអីផ្សេងនៅថៃរហូតដល់ពេលថ្ងៃមួយរហូតដល់លោកពុកខ្ញុំគាត់ស្លាប់ទៀតអញ្ចឹងទៅខ្ញុំចង់ធ្វើបណ្ដាប៉ុន្តែអត់បានមកទេដោយសារតែយើងនៅកណ្ដាលសមុទ្រនៅឆ្ងាយពេកអញ្ចឹងទៅក៏អត់បានមកទេចឹងមិនថាធ្វើការងារនៅថៃនោះយើងអាចរកប្រាក់រកបានប៉ុន្តែក៏អត់ច្រើនដែរដោយសារតែយើងមិនមែនជាការងារធំៗយើងធ្វើការស៊ីថ្ងៃមួយថ្ងៃ4-500 បាត300 បាតអីចឹងចាយខ្លួនឯងចឹងដែរចាយខ្លួនឯងសល់ខ្លះមកផ្ទះចាយទីទួយខ្លួនឯងហើយញ៉ាំគឺកងផ្ទះដែរហើយមិនបានសម្រាប់ចិត្តមកពីថៃមកពេលដោយសារមកចិនមកហ្នឹងគឺកូវីដ2019ហ្នឹងចុងឆ្នាំហ្នឹងខ្ញុំមកដល់ខ្មែរវិញក៏ខ្ញុំធ្វើសំណងនៅវត្តភ្នំដែរធ្វើសំណងដែរហ្នឹងហើយបន្ទាប់មកដល់ពេលតែខ្ញុំថប់ធ្វើការមកពេញមួយរយៈខ្ញុំទៅធ្វើការនៅប៉ោយប៉ែតម្ដងធ្វើកាស៊ីណូនៅប៉ោយប៉ែតហើយក៏ដូចជាមានបញ្ហាតិចតួចហើយក៏ខ្ញុំឈប់ធ្វើនៅប៉ោយប៉ែតខ្ញុំមកដល់នេះវិញធ្វើការនៅកន្លែងផលិតសាប៊ូមួយកន្លែងនៅស្ទឹងមានជ័យថ្មីហើយក៏ស្គាល់បេក្ខភាពម្នាក់ហ្នឹងហើយមិត្តភក្តិម្នាក់គាត់ក៏បាន
ដូចថាណែនាំឲ្យយើងចូលទៅខាង model ព្រោះគាត់ឃើញថាយើងស្រឡាញ់ខាងហ្នឹងដែរអញ្ចឹងណាហ្នឹងតែណែនាំគ្នាឲ្យក៏ចូលដល់រហូតដល់ថ្ងៃមួយដាក់ពាក្យប្រឡងartistic មិនក៏ពីដើមឡើយគឺអត់មានបំណងថាចូលទេដោយសារតែគាត់ថាខ្លួនឯងអត់ស្អាតអត់ទាន់មានអ្វីដែលធ្វើខាងពូតអត់ត្រូវសង្ណាគេអញ្ចឹងហ្នឹងហើយប៉ុន្តែថ្ងៃមួយខ្ញុំទៅក៏ខ្ញុំឃើញកម្មវិធីហ្នឹងគេអត់តម្រូវអ្នកស្អាតទេគេតម្រូវមិនក៏បានឲ្យយើងស្រឡាញ់យើងមានឆន្ទៈក្នុងកាយយើងចូលរួមប្រកួតហ្នឹងហើយមានក្តីថ្ងៃប្រកួតក៏យើងចូលតែទៅពេលទៅចូលហ្នឹងក៏មុនពីដើមហើយក៏ចង់ដកពាក្យវិញដែរប៉ុន្តែអ្នកម្ដាយគាត់អត់ឲ្យដកគាត់ថាយើងចូលហើយដល់បញ្ចប់ហ្មងទៅអញ្ចឹងក៏សម្រេចដល់រងថ្ងៃហ្នឹងបាទអញ្ចឹងដល់ពេលយើងចូលអញ្ចឹងគេអត់យល់ពីកម្មវិធីណាបងប្អូនគេអត់យល់កម្មវិធីប្រកបថ្មីនៅក្នុងបណ្ដាញសង្គមអញ្ចឹងក៏អត់យល់ពីកម្មវិធីនេះគឺជាប្រភេទកម្មវិធីដែលបើឱកាសឲ្យផ្ដោតទៅលើក្តីសម័យណាហ្នឹងយ៉ាងលើក្តីសម័យតែអត់រើសទៅលើរូបអត់មានរើសតែរូបសម្រាប់មួយមុខទេចឹងថាយើងអ្នកស្អាតក៏ចូលបានអ្នកអត់ស្អាតក៏ចូលបានឲ្យតែមានថាយើងស្រឡាញ់បិទតមានថាមានសមត្ថភាពបិទកនអូខេហើយតែពេលយើងប្រកួតចឹងទៅថាកាលហ្នឹងទៅជាប់ចំណាត់ថ្នាក់លេខម៉េចអត់ប្រឡងនេះអត់ចាប់ខែ6ថ្ងៃទី26ដល់ត្រង់អញ្ចឹងមានតែតន់ជំរុះអត់ទេជំរុះអត់ច្រើនតែវិទ្យាជនចូលច្រើនមកដូចជំរុញនេះជាងប៉ុន្តែជំរុះរហូតដល់ឥឡូវដូចជា36នាក់36នាក់ហ្នឹងមានថាភេទ3ต้องមាន3ភេទយ៉ាងតែយើងក៏អត់តន់ជំរុះទេនៅសល់វគ្គតបទៀតរងថ្ងៃក៏ប្រកួតដែរប៉ុន្តែប្រកួតតាមអនឡាញយ៉ាងណាយើងធ្វើសកម្មភាពផ្សេងៗតាមអនឡាញផ្ញើទៅខ្លួនអញ្ចឹងនៅពេលឪពុកម្ដាយគាត់ដឹងថាកូនគាត់ឈានដល់មួយដំណាក់កាលគាត់មានអារម្មណ៍ត្រេកអរមិនដែរគាត់សប្បាយរងថ្ងៃគាត់សប្បាយចិត្តពីដើមឡើយដែលឃើញជាកូនខ្លាំងក៏គាត់បាក់ចិត្តដែរហ្នឹងហើយប៉ុន្តែដល់ឥឡូវគាត់ឃើញខ្ញុំថាខ្ញុំអាចធ្វើបានខ្ញុំរឹងមាំអញ្ចឹងគាត់ក៏សប្បាយចិត្តវិញហើយរងថ្ងៃគាត់គិតថាគាត់មានមោទនភាពមួយដែរដែលដូចថាអត់ដែលមាននិយាយផងមកគឺអ្នកស្រុកភូមិខ្ញុំក៏អត់តែមានខាងហ្នឹងមានតែខ្ញុំម្នាក់អញ្ចឹងទៅពេលមួយរយៈមុនខ្ញុំទៅផ្ទះហ្នឹងក៏អ្នកភូមិស្គាល់ខ្ញុំច្រើនហើយតាណាគេស្គាល់ខ្ញុំច្រើនអញ្ចឹងក៏មានមោទនភាពមែនថាលើកស្មានថាយើងអាចធ្វើបានខ្ញុំឃើញវីដេអូមួយបងដូចជាយើងទៅក្នុងស្រុកភូមិហើយយើងមានដូចជារបស់ផ្ញើគាត់ណាបាច់ការជាមួយនឹងឈៀងដែលខ្ញុំទទួលបានពីកម្មវិធីខ្ញុំយកទៅអត់ទេដូចជាធ្វើកម្មវិធីមួយទៀតណាកម្មវិធីដែលបងដូចបានលុយបានអីមិនបានទិញអីផ្ញើអ្នកភូមិហ្នឹងហើយអាហ្នឹងមិនគិតមិនចង់ផ្ញើអ្នកភូមិចិត្តខ្ញុំគឺមួយតែមួយទេចិត្តខ្ញុំពួកខ្ញុំជាមនុស្សម្នាក់ដែលក្រពីដើមហើយក៏បានបើសិនខ្ញុំគិតឥឡូវខ្ញុំទៅថតបានតិចទេទួយទេអាហ្នឹងខ្ញុំយកថាវិការដែលខ្ញុំថតមកខ្លះហ្នឹងខ្ញុំយកទៅជូនចាស់និយាយទៅសឹងថាឡើងមកកណាត់ភូមិវិញប៉ុន្តែខ្ញុំថតអត់អស់ហើយថតបានមួយចំនួនទេអញ្ចឹងបើសិនជាថ្ងៃក្រោយខ្ញុំថតបានច្រើនជាងនឹងទៀតខ្ញុំមកធ្វើឲ្យធំជាងនឹងទៀតព្រោះអីចិត្តក្រោយសម័យខ្ញុំចង់ជួយអ្នកក្រខ្លាំងណាស់មានន័យថាអ្នកភូមិរបស់យើងអ្នកអត់ដូចអ្នកស្រុកយើងដែរឬអ្នកអត់ដូចយើងគ្នាដែរឬក៏យ៉ាងម៉េចដែរសិតតែអត់ច្រើនសិតតែអ្នកអត់ភូមិហ្នឹងគឺគេច្រើនគឺអត់ដូចធម្មតាបងអ្នកនៅព្រៃនៅក្នុងព្រៃវាអត់មានសូវមានអ្នកមានអីច្រើនមិនដូចយើងនៅពេញហ្នឹងហើយពេលខ្លះយើងជូនថាវិការតាមម្នាក់4-50000អីក៏គាត់អោសប្បាយចិត្តហើយនឹងមាន